bạn hay xuất đây được nhé hay được nông video mình tập tiềnនេះគឺខ្ញុំធ្វើការបង្ហាញបងប្អូនទាំងគ្នាទាក់ទងជាមួយរបៀបនៃការតម្លើង app ដើម្បីឲ្យមានភាពរហ័សជាងមុនដោយសារតែបងប្អូនមួយចំនួនពេលដែលធ្វើការ set up Windows ហើយគឺអត់ដឹងតម្លើងកម្មវិធីអីទេឬក៏ពេលខ្លះបងប្អូនមួយចំនួនគាត់ជាជាងគាត់អត់មានពេលក្នុងការតម្លើងកម្មវិធីកុំព្យូទ័រអញ្ចឹងយើងមានវិធីមួយដើម្បីធ្វើការតម្លើងកម្មវិធីបានលឿនដូច្នេះបងប្អូនអាចធ្វើការអនុវត្តជាមួយខ្ញុំបានអញ្ចឹងជាដំបូងបងប្អូនទាំងគ្នាអាចចូលទៅក្នុង Google អញ្ចឹងមកហើយយើង search all app in one app ក៏បានដែរយើង search ក៏បានដែរសាមញ្ញខ្លីៗទេហើយនៅកន្លែងនេះយើង scroll មើលយើងមើល website នេះណាអញ្ចឹងក៏បានដែរវាល្អដែរហើយក្រៅពីហ្នឹងគឺវាមានទាក់ទងជាមួយនឹង app APK អញ្ចឹងអ្វីដែលខ្ញុំ recommend គឺនេះណាកន្លែងនេះគឺល្អអាចថានៅក្នុងនេះវាមិនមានកម្មវិធីធំទេប៉ុន្តែគាត់ថាកម្មវិធីតូចៗខ្លះយើងអត់អាចនឹកស្មានដល់អញ្ចឹងគឺយើងក៏ពិបាកក្នុងការតម្លើងដែរអញ្ចឹងយើងមើលនៅក្នុងនេះស្រាប់អញ្ចឹងកម្មវិធីណាដែលយើងចាំបាច់ជាងគេហើយដែលយើងជួបប្រទេសច្រើនជាងគេជាទូទៅ Chrome ហើយ Firefox ហើយ Microsoft Edge Brave ហើយ Zoom ហើយ Team ហើយមើលកម្មវិធីណាផ្សេង VLC iTunes អញ្ចឹងនៅពេលដែលបងប្អូន select អស់ហើយបងប្អូនធ្វើការ get your នេះណាយកតែប៉ុណ្្នឹងមួយមកបានហើយចឹងនៅកន្លែងហ្នឹងនៅពេលដែលយើង download file ឡើងបានមួយហើយបងប្អូនទាំងអស់គ្នាត្រឹមតែគ្រាន់តែធ្វើការដំឡើងកម្មវិធីហ្នឹងមកដំឡើងកម្មវិធីហ្នឹងមកហើយនៅកន្លែងនេះឃើញនេះវាកំពុងតែធ្វើការ download Firefox យើងគ្រាន់តែបើកតែ file ឡើងមកគឺវា auto download ដំឡើងខ្លួនវាដោយមិនចាំបាច់មានភាពស្មុគស្មាញទេចឹងអរគុណច្រើនក្នុងវីដេអូមួយនេះគឺខ្លីៗងាយយល់ចឹងយើងជួបគ្នាជាមួយវីដេអូក្រោយបន្ថែមទៀតអរគុណច្រើនសូមគោរពជំរាបលាបងប្អូន